ដូច្នេះខ្ញុំសូមបន្តទៀតពាក់ព័ន្ធជាមួយនឹងពេលដែលយើងធ្វើផែនការគ្រូបន្ទុកថ្នាក់នៃមុខវិជ្ជាទាំង10បាទផ្ដើមចេញពីភាសាខ្មែរដល់ភាសាបរទេសរួចរាល់ហើយអញ្ចឹងគ្រូមុខវិជ្ជានឹងត្រូវយកផែនការដែលបានជជែកគ្នាជាមួយនឹងគ្រូបន្ទុកថ្នាក់យកទៅដាក់នៅក្នុងផែនការគ្រូមុខវិជ្ជាតាមមុខវិជ្ជារបស់រៀងខ្លួនអញ្ចឹងនេះគឺជាទម្រង់ផែនការរបស់គ្រូមុខវិជ្ជាបាទនេះបាទមុខវិជ្ជាណាបាទនេះគឺ3ឆ្នាំអានេះគឺផែនការមួយឆ្នាំដែលមាន3ត្រីមាសនៅក្នុងនេះហើយនេះត្រីមាសទី1ត្រីមាសទី2ត្រីមាសទី3អញ្ចឹងឧទាហរណ៍ខ្ញុំចាប់ផ្ដើមយកមុខវិជ្ជាភាសាខ្មែរជាគោលចុះបាទផែនការ3ឆ្នាំអញ្ចឹងគាត់ធ្វើថ្នាក់ B ហើយសិស្ស44សិស្ស30បាទអញ្ចឹងគាត់បានបំពេញខាងលើហើយនេះគឺជាលេខមូលដ្ឋានអញ្ចឹងកន្លែងនេះគឺលុបចោលសិនអញ្ចឹងគាត់ទៅយកលេខផែនការ3ឆ្នាំដែលនៅក្នុងកិច្ចការងាររបស់គ្រូបន្ទុកថ្នាក់ណាដែលគាត់បានប្រជុំគ្នាអញ្ចឹងនេះមុខវិជ្ជាភាសាខ្មែរយើង copy មកបាទយកមកផាសផែនការ3ឆ្នាំនៅកន្លែងនេះបាទមួយលេខមូលដ្ឋានបាទយកមកផាស special value ក៏បានដែរអញ្ចឹងចុងឆ្នាំចាំយើងយកមកបញ្ចូលនៅកន្លែងនេះតបមកគាត់ត្រូវបន្តផែនការមួយឆ្នាំផែនការមួយឆ្នាំនេះលោកគ្រូមិនចាំបាច់ទាន់បំពេញទេចាំបំពេញត្រីមាសទី1ទី2ទី3ហើយចាំយកមកបញ្ចូលនៅកន្លែងផែនការ3ឆ្នាំនេះតែម្ដងមួយឆ្នាំតែម្ដងបាទអញ្ចឹងយើងចាប់ផ្ដើម copy ចម្លងខែធ្នូបាទ Ctrl C ណាបាទយកមកផាសត្រីមាសទី1បាទនេះមកផែនការនេះកន្លែងនេះណាបាទផាសបញ្ចូលមកបាទបន្ទាប់ពីយើងផាសខែមករាកុម្ភៈមីនាមេសាដល់សីហាហើយបាទនេះខ្ញុំបញ្ចូលអស់ហើយបន្ទាប់មកគឺចុងឆ្នាំកន្លែងនេះគឺលោកគ្រូអត់ដាក់លេខផែនការគោលដៅ 40% ទេគឺយើងមើលទៅលើមុខវិជ្ជាបាទមុខវិជ្ជាខ្មែរនេះគឺបាទ 82% បាទ 82% អញ្ចឹងសម្រាប់គោលដៅគឺ 66% បាទអញ្ចឹងអត់អាចយកក្រុមគោលដៅឆ្នាំទី3មកធ្វើផែនការចុងឆ្នាំបានទេអញ្ចឹងយើងបានទៅជែកគ្នាជាមួយនឹងគ្រូបន្ទុកថ្នាក់រួចហើយអញ្ចឹងលោកគ្រូសូម copy អានេះបាទ copy អានេះបាទ copy សំទោស copy ភាគរយបាទចម្លងភាគរយមកបាទចម្លងភាគរយមកយកមកបញ្ចូលត្រីមាសទី1នៅខាងចុងនេះបាទ control pass special value only បាទបន្ទាប់មកគឺលោកគ្រូ copy អាហ្នឹងទៅដាក់ត្រីមាសទី2បាទនៅខាងចុងណាបាទត្រីមាសទី2ហើយត្រីមាសទី3បាទនេះត្រីមាសទី3អញ្ចឹងមកន័យថាយើងធ្វើផែនការហ្នឹងរួចរាល់អស់ហើយលោកគ្រូចាប់ផ្ដើមធ្វើការចម្លងត្រីមាសទី1ទៅដាក់នៅក្នុងផែនការមួយឆ្នាំបាទអញ្ចឹង select ពីត្រឹមនេះមកបាទ copy មកទិន្នន័យមួយឆ្នាំបាទមួយឆ្នាំគឺទិន្នន័យនៅលើគេណាលោកគ្រូបាទអញ្ចឹងយើងមើលទិន្នន័យមួយឆ្នាំនៃណានេះទិន្នន័យឈ្មោះវាគឺផែនការមុខវិជ្ជាមួយឆ្នាំអញ្ចឹងនៅប៉ះកន្លែងជួរចំនួនកន្លែងមុខ A នេះគឺយើង Control V បាទទេដាក់បញ្ចូលមកឲ្យត្រីមាសទី2បាទ select ពីចំនួន0នេះមកដល់ 100% នៅខាងចុងសរុបនឹងមកដាក់ផែនការមួយឆ្នាំត្រីមាសទី2បាទ Control V កន្លែងនេះមកតបមកគឺត្រីមាសទី3យើង copy បាទចម្លងកន្លែងនេះមកបាទមកចូលផែនការមួយឆ្នាំត្រីមាសទី3បាទប៉ុណ្្នឹងឯងគឺគ្រូមុខវិជ្ជាគឺគាត់ចាប់ផ្ដើមធ្វើការ print បាទធ្វើការ print ទុកបាទអញ្ចឹងគាត់ print មកបាទនេះគាត់បានមកទាំងគ្រូបន្ទុកថ្នាក់ទាំងគ្រូមុខវិជ្ជានេះ print ហើយមានការទទួលស្គាល់ពីគ្រូមុខវិជ្ជាប្រធានក្រុមបច្ចេកទេសនាយករងដែលជាគ្រូទទួលបន្ទុកណានាយកទទួលបន្ទុកគឺយើងប្រថាប់ត្រាមកហត្ថលេខាមកទុកជាសំណើឯកសារនៅទីចាត់ការហើយទុកខ្លួនឯងមកច្បាប់ផងពេលដែលយើងមានលទ្ធផលប្រចាំខែនីមួយៗគឺយើងបំពេញលទ្ធផលជាក់ស្ដែងបាទនៅក្នុងត្រីមាសទី1តួយ៉ាងនេះខែធ្នូនេះយើងយកមកបញ្ចូលកន្លែងនេះមកហើយយើងគណនាភាគរយទៅបាទខែមករាយើងបញ្ចូលបន្ទុកចំនួននៅកន្លែងនេះមកយើងគណនាភាគរយបញ្ចូលមកកុម្ភៈយើងបញ្ចូលចំនួនបន្ទុកនៅកន្លែងនេះមកសំទោសចំនួនABC នៅកន្លែងនេះមកគឺយើងគណនាជាមួយនឹងភាគរយមកឃើញនៅកន្លែងនេះហើយប៉ុន្តែដោយសារខ្ញុំដាក់រូបមន្តនៅក្នុងនេះស្រេចអញ្ចឹងឧទាហរណ៍ថាខែធ្នូនេះសិស្សគាត់បាននីតិ A ម្នាក់អញ្ចឹងបានភាគរយបាទអញ្ចឹងវាលោតបាន 2% បើសិន B គាត់បាន5វានឹងកើនទៅដល់ 11% បើកន្លែងនេះបាន15គឺវានឹងសរុបមកឃើញទេអញ្ចឹងយើងពិនិត្យមើលផែនការរបស់យើងគឺ ABC បាទ ABC នេះគឺ 82% ប៉ុន្តែដល់ពេលសិស្សគាត់ធ្វើនៅក្នុងខែធ្នូស្រាប់តែបានតែ 48% ទេអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នលើមុខវិជ្ជាការបង្រៀនរបស់ខ្លួនឯងត្រូវពង្រឹងសមត្ថភាពសិស្សនឹងឲ្យបានខ្លាំងបាទអញ្ចឹងដល់ពេលដល់ខែមករាយើងចាប់ផ្ដើមធ្វើផែនការម្ដងទៀតយើងមើលផែនការរបស់យើងគឺបាទ 100% 82% អញ្ចឹងយើងត្រូវពង្រឹងនៅក្នុងខែមករានឹងឲ្យខ្លាំងឧទាហរណ៍ថាបានលទ្ធផល A សោះគាត់បាន10នាក់បាទ B គាត់បាន
đọc pi nè đọc p c ní cột bàn bậc phây nè chẳng từ chẳng dương mưa phàn ca nâng là tập họ chết sai bao giờ chẳng phàn